វាចម្បាំងជប៉ុនទៅអាមេរិកដើម្បីបំពាក់មីស៊ីល Tomahawk ដែលអាចបាញ់ចូលជ្រៅក្នុងដីចិននិងកូរ៉េខាងជើងនាវាចម្បាំង JS Chokai របស់ប្រទេសជប៉ុនបានចេញដំណើរទៅកាន់សហរដ្ឋអាមេរិកហើយដើម្បីបំពាក់មីស៊ីល Tomahawk ស្របពេលដែលស្ថានភាពនៅក្នុងតំបន់និងការប្រកួតប្រជែងសភាវុធនៅអាស៊ីប៉ាស៊ីហ្វិកកំពុងក្តៅគគុកតាមការផ្សាយរបស់ CNN នៅថ្ងៃពុធទី1 ខែតុលាឆ្នាំ2025នេះនាវានេះបានចាក់ចេញពីមូលដ្ឋាន Yokosuka កាលពីចុងសប្តាហ៍ដោយនឹងត្រូវធ្វើដំណើរចម្ងាយ 1100 គីឡូម៉ែត្រឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាមេរិកនៅទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ាយ៉ាងណានាវានេះនឹងបន្តនៅមូលដ្ឋានអាមេរិករយៈពេល1ឆ្នាំសិនដើម្បីធ្វើទំនើបកម្មនិងវឹកវើសម្រាប់ការប្រើប្រព័ន្ធមីស៊ីល Tomahawk ខណៈការសាកល្បងបាញ់គ្រាប់ពិតគ្រោងនឹងធ្វើឡើងនៅរដូវក្តៅឆ្នាំ2026 JS Chokai បានក្លាយជានាវាចម្បាំងជប៉ុនដំបូងបង្អស់ដែលធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីបំពាក់មីស៊ីល Tomahawk ហើយកាលណាគ្រប់យ៉ាងធ្វើរួចរាល់ហើយនោះវានឹងមានសមត្ថភាពវាយប្រហារបានចម្ងាយ 1,600 គីឡូម៉ែត្រអាចបាញ់ចូលជ្រៅក្នុងដីចិនឬកូរ៉េខាងជើងបានសូមជម្រាបថារឿងនេះកើតឡើងបន្ទាប់ពីជប៉ុនសម្រេចកិច្ចព្រមព្រៀងទិញមីស៊ីល Tomahawk 400 គ្រាប់ក្នុងទំហំទឹកប្រាក់ 1.7 ពាន់លានដុល្លារពីសហរដ្ឋអាមេរិកការទិញមីស៊ីលវាយប្រហារដីគោករយៈចម្ងាយឆ្ងាយបែបនេះគឺជារបបគោលនយោបាយការពារជាតិដ៏សំខាន់របស់ប្រទេសជប៉ុនដែលពីមុនមិនធ្លាប់ដាក់បញ្ចូលអាវុធវាយលុកប្រភេទនេះទេយ៉ាងណាក្តីសកម្មភាពនេះត្រូវបានគេមើលឃើញយ៉ាងច្បាស់ថាគឺជាការឆ្លើយតបទៅនឹងបរិយាកាសសន្តិសុខកាន់តែឡើងកម្ដៅខ្លាំងទៅដែលបង្កឡើងដោយទីក្រុងប៉េកាំងនិងព្យុងយ៉ាង